កោះគេគឺជាតំបន់អច្ឆរិយៈដែលក្រុមសិក្សារបស់យើងបានទៅដល់ម្នាក់ពោពេញទៅដោយស្នាមញញឹមនិងរីករាយស្វាគមន៍បង្កើតវីដេអូទស្សនកិច្ចសិក្សាតំបន់ប្រាសាទសំបូរព្រៃគុកនិងប្រាសាទកោះកេរនៅខេត្តព្រៃវៀងជាមួយនឹងនិស្សិតនៃសាកលវិទ្យាល័យព្រះសីហនុវិញឥឡូវយើងកំពុងតែរៀបចំសម្ភារៈមួយចំនួនដាក់នៅក្នុងឡានហើយយើងក៏បានចេញដំណើរពីរាជធានីភ្នំពេញឥឡូវនេះយើងមកដល់អាហារដ្ឋាននៃតំបន់ប្រាសាទសំបូរព្រៃគុកហើយសួរពុកម៉ែបងប្អូនទាំងអស់គ្នាដល់មកជួបគ្នាទៀតហើយឥឡូវមកដល់យើងម្ដងនេះហើយបានទេបាទឥឡូវមកដល់នេះហើយមកដល់នេះអីដល់នឹងអត់ដឹងគេហៅអីទេព័ត៌មានឥឡូវគេផ្សាយឲ្យទៅដល់ហើយណាគេសួរឡើងមកបងឡើងខ្ញុំអ្នកទៅសហគមន៍ចាស់ការ volunteer នៅសហគមន៍នេះបានអង្គការ GGZ អ្នកបរិបទដាលខាងអាល្លឺម៉ង់ពេលពាក់ម៉ាស់វិញខ្ញុំបាយខាងព្រឹកអត់មានផងតែវាប្រសង់លោករៀបចំឆាន់ចង្ហាន់ហើយមួយនិស្សិតយើងចាប់ផ្ដើមសរសរអាហារពេលថ្ងៃត្រង់ល្មមហើយបន្តមកយើងនឹងបន្តដំណើរទៅតំបន់ប្រាសាទហើយជាមួយនឹងកាយណែនផងដែរ ឥ
ប៉ុន្តែប្រព័ន្ធអេឡិចត្រូនិកហ្នឹងវាសំខាន់ប៉ុន្តែជួនកាលពេលពេញទៅលែនចោលបាត់តែការឡាយនេះយើងសូមគោរពលោកគ្រូអ្នកគ្រូសាសានុសិស្សទាំងអស់បាទខ្ញុំបានឈ្មោះចិន្តាជាមគ្គុទ្ទេសក៍ប្រចាំនៅប្រាសាទសម្បូរព្រៃគុកបាទខ្ញុំធ្វើការនៅនឹងប្រហែលជាក្នុងឆ្នាំ2007បាទប៉ុន្តែបទពិសោធន៍តិចតួចបើសិនជាបងប្រុសបងស្រីឬក៏ដេកគុណមានទាំងណាខុសឲ្យជួយណែនាំផងបាទអញ្ចឹងអរគុណមែនទែនដែលថ្ងៃនេះនៅប្រាសាទសម្បូរព្រៃគុកដែលមានបាទសាមណនិស្សិតនិងសិស្សទាំងអស់ដែលបានមកសិក្សាតំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានវប្បធម៌ដែលជាវប្បធម៌ចំណាស់ជាងតំបន់អង្គរប៉ុន្តែប្អូនតែអង្គរបរិយទេអញ្ចឹងនៅទីនេះយើងអាចហៅបានថាជារាជធានីឦសានបុរៈមានន័យថាជារាជធានីរបស់ព្រះបាទឦសានវរ្ម័នទី1ហើយមួយទៀតឦសានបុរៈមានន័យថាជារាជធានីរបស់ព្រះសិវៈឦសានគឺជាឈ្មោះរបស់ព្រះសិវៈពួកអីនៅនឹងសម្បូរដោយលឹងតែលឹងតំណាងឲ្យព្រះសិវៈអញ្ចឹងមួយទៀតអត្តន័យមួយទៀតឦសានបុរៈមានន័យថាជារាជធានីស្ថិតនៅខាងជើងឈៀងខាងកើតមានន័យថាទិសឦសានអញ្ចឹងភាសាចិនគាត់ហៅថាចេនឡាប៉ុន្តែយើងអត់ដឹងអត្តន័យថាមានន័យថាម៉េចខ្លះថាចិនលាខ្លះថាជន់លើខ្លះថាទីក្រុងកមួនឃ្មុំអញ្ចឹងទៅតែរាជធានីឦសានបុរៈគឺយើងមានន័យច្បាស់លាស់តែឥឡូវយើងហៅប្រាសាទសម្បូរព្រៃគុកបាទប្រាសាទសម្បូរព្រៃគុកគុកទាំងនេះមិនមែនគុកដាក់មនុស្សទេមានន័យថាគុកហ្នឹងគឺជាកន្លែងសក្ការបូជាគុកមានន័យថាកន្លែងស្ងប់ស្ងាត់សម្បូរព្រៃគុកមានន័យថាសម្បូរប្រាសាទនៅក្នុងព្រៃអញ្ចឹងសរុបប្រាសាទទាំងអស់293ប្រាសាទដែលសាកលវិទ្យាល័យវ៉ាសេដាជប៉ុនគាត់បានរកឃើញហើយឯកសារចាស់នោះគឺ179ហើយក្រោយមកទៀតហ្នឹងបុគ្គលិករបស់ខាងអាជ្ញាធរជាតិសម្បូរព្រៃគុកហ្នឹងដូចជាគាត់រកឃើញឡើង330ជាងហើយ331ហើយបាទអញ្ចឹងច្រើនអញ្ចឹងសម្បូរព្រៃគុកចុះយើងឆ្ងល់ថាជុំមិនសពថ្ងៃគេប្រើគុកដែរគុកដាក់មនុស្សតែពិតភាគច្រើននៅក្នុងវចនានុក្រមសម្ដេចជួនណាលោកប្រើពន្ធធនាគារបាទនេះគឺជាកន្លែងដាក់មនុស្សតែកន្លែងនេះគឺជាកន្លែងសម្រាប់បូជាជាទីក្រុងរបស់ព្រះសិវៈបាទអញ្ចឹងនៅទីនេះគឺភាសាខុសអំពីនៅសម័យអង្គរគឺគាត់ធ្វើពីថ្មពុះដល់ពេលនៅនេះគឺធ្វើពីឥដ្ឋបាទភាសាធ្វើពីឥដ្ឋហើយតូចតែមានច្រើនក្រុមតែសំខាន់ជាងគេគឺ3ក្រុមមានក្រុមសម្បូរក្រុមតោហើយនិងក្រុមនៀកពាន់គឺជាពាន់តែក្នុងក្រុមសម្បូរមានកន្លែង3ជាន់គាត់ជំនួយហើយកន្លែងទី3ផ្លៃជាងគេគឺមានជាគូទឹកនិងកន្លែងទី3ក្នុងក្រុមនីមួយមានស្រះតំណាងមួយព្រោះអីសម័យហ្នឹងព្រហ្មញ្ញសាសនាបាទនៅពេលដែលគាត់ចូលក្នុងប្រាសាទមុនដំបូងគឺគាត់ direct ទៅស្រះសិនដើម្បីលាងបាបឬក៏នៅពេលណាដែលគាត់ធ្វើទឹកមុនគឺគាត់យកទឹកពីស្រះហ្នឹងឯងដើម្បីធ្វើទឹកមុនជាមួយលឹងហើយនឹងយោនីបាទអញ្ចឹងមានលឹងខ្លះដែលយើងដឹងតាមរយៈសាលាចរិតគឺធ្វើអំពីមាសមានលឹងខ្លះដោយជាក់ស្ដែងនៅប្រាសាទនាគពាន់នេះឬក៏នៅប្រាសាទនាគពាន់នេះយើងដឹងតាមរយៈសាលាចរិតតែមានចំនួន34បន្ទាត់ដែលមានតម្កល់លឹងធ្វើពីមាសមានឈ្មោះថាប្រហសិទ្ធេស្វរៈបាទអញ្ចឹងប្រាសាទហ្នឹងក៏ឈ្មោះអញ្ចឹងដែរតែយើងហៅនាគពាន់ឬក៏យាយពាន់ហ្នឹងជាឈ្មោះឥឡូវទេយើងហៅនាគពាន់ដោយសារនៅលើផ្ដែហ្នឹងមាននាគ2000ផ្ទុយគ្នានៅលើផ្ដែហើយយើងហៅយាយពាន់ដោយសារមានរឿងព្រេងតាមពិតយើងហៅយាយពួននេះបាទបានคลายពីពាក្យយាយពួនមកទៅជាយាយពាន់បាទហើយមានមួយទៀតលឹងមួយទៀតធ្វើពីមាសសុទ្ធដែរដែលតម្កល់ដោយអគ្គមហេសីរបស់ព្រះបាទជ័យវន្ទទី1ឈ្មោះពនាងវលាធិបតីអគ្គមហេសីរបស់ព្រះបាទជ័យវន្ទទី1គេហៅប្រាសាទចំោះជ្រុះសពថ្ងៃហ្នឹងនៅក្រុមសម្បូរអញ្ចឹងនៅក្នុងក្រុមសម្បូរមាន51ប្រាសាទទាំងអស់តែនៅឈរជាង10មួយទៀតយើងមកប្រាសាទតោគេហៅក្រុមកដាលមាន42ប្រាសាទនៅតែមួយទេប៉ុន្តែមួយនឹងចម្លាក់បើនិយាយពីចម្លាក់ហ្នឹងគឺស្អាតដាច់គេទាំងអស់នៅតំបន់ហ្នឹងប៉ុន្តែប្រាសាទហ្នឹងមានការជួសជុលបាទមានវត្តមានជួសជុលពីព្រះបាទជ័យវន្ទទី2នៅឆ្នាំ802បាទហើយមួយទៀតក្រុមនាគពាន់នេះខាងក្រៅយើងនេះគឺឬក៏យាយពាន់ហ្នឹងមាន35ប្រាសាទនៅសល់7អញ្ចឹង
តំបន់ប្រាសាទទាំង3ក្រុមនេះឬក៏ក្រុមប្រាសាទដទៃទៀតគឺជាកន្លែងសក្ការៈបូជាមិនមែនជាកន្លែងនៅប្រាសាទគឺជាទីលំនៅរបស់អាទិទេពអាទិទេពគឺជាការคลายមកពីការសោយទីបង្គត់របស់ស្ដេចអញ្ចឹងយើងថាប្រាសាទគឺជាទីលំនៅរបស់អាទិទេពយើងថាជាភ្នោយើងថាជាឋានសួគ៌បាទជាក់ស្ដែងដូចជាប្របាទសូរ្យវរ្ម័នទី2អញ្ចឹងមុននឹងគាត់សោយទីបង្គត់គាត់ធ្វើប្រាសាទអង្គរតូចហ្នឹងគឺដូចជាឋានសួគ៌របស់គាត់ដែរអញ្ចឹងព្រហ្មញ្ញសាសនាអញ្ចឹងកន្លែងដែលគាត់នៅខាងណាវិញបើនៅរាជធានីអង្គរប្រាសាទក៏នៅនឹងតំបន់នៅក៏នៅនឹងអញ្ចឹងមានវាំងមានអីនៅនឹងក្នុងប្រាសាទថ្ងៃប៉ុន្តែនៅសម្បូរព្រៃគុកនេះខុសគេបាទនៅសម្បូរព្រៃគុកតំបន់ប្រាសាទនៅទិសខាងកើតរាជធានីដែលគាត់នៅអេសានបរៈនៅខាងលិច2គីឡូពីនេះទៅហើយរាជធានីនឹងមានទំហំដី2គីឡូ4ជ្រុងមានចំនួនប្រជាជនរស់នៅ 20000 គ្រួសាររស់នៅសម័យហ្នឹង20000 គ្រួសារដោយការកត់ត្រាពីទូតរបស់ចិនបាទគាត់ឈ្មោះ Zhu បាទដែលគាត់កត់ត្រាហ្នឹងហើយមួយទៀតមានប្រាសាទមួយដែលប្លែកជាងគេអស្ចារ្យជាងគេគឺប្រាសាទជាង50ប្រាសាទមានតែមួយដែលគេរក្សាទុកដើម្បីបើកសវនាការរបស់ស្ដេចឯកសារចិនគឺគាត់ដាក់ថា M90 តែសប្ងៃនៅក្នុងចក្រាប្រជាជនអត់សូវបានចូលទេបើខ្ញុំកណានាំភ្ញៀវទៅច្រើនតែបញ្យលគាត់ចូលពីចងាយទៅអត់បានចូលដោយសារគេចាក់សោរហូតទ្វាចក្រាគេហ្នឹងអញ្ចឹងមាន 20000 គ្រួសារហើយមួយទៀតនៅពេលដែលគាត់បដូររាជធានីទៅអង្គរនៅឆ្នាំ713ហ្នឹងគឺមានផ្លូវបុរាណមួយដែលគាត់បដូររាជធានីទៅអង្គរមានចម្ងាយ150គីឡូហើយផ្លូវហ្នឹង direct ទៅចំស្ពានកំពង់ក្ដីមកណាចំស្ពានកំពង់ក្ដីអញ្ចឹងផ្លូវហ្នឹងមានចម្ងាយ150គីឡូអញ្ចឹងរាជធានីឦសានបរៈនេះគឺជារាជធានីទី2ណានៅសម័យឦសានបរៈមានស្ដេចសោយរាជចំនួន6អង្គបាទទាំងអស់បាទស្ដេចទី1គឺមានឈ្មោះថាភវវរ្ម័នទី1ភវវរ្ម័នទី1គាត់សោយរាជនៅឆ្នាំ598ទៅដល់ឆ្នាំ713បាទបន្តមកទៀតស្ដេចទី2យើងហៅឲ្យខ្លីចិត្តសេនបាទតែបើយើងហៅឲ្យវែងចត្រាសេនមហេន្ទ្រវរ្ម័នបាទចត្រាសេនមហេន្ទ្រវរ្ម័នគាត់សោយរាជនៅឆ្នាំ607ដល់616បានបន្តមកទៀតប្របាទចិត្តសេនហ្នឹងក៏មានកូនប្រុសមួយដែលល្បីល្បាញជាងគេហ្នឹងគឺប្របាទឦសានបរ្ម័នទី1នៅឆ្នាំ2019គេរកឃើញសាលាចារឹក2ផ្ទាំងនៅខេត្តកំពង់ស្ពឺដែលគ្រប់គ្រងដោយប្របាទឦសានបរ្ម័នទី1នៅក្នុងហ្នឹងមានពាក្យមួយដែលអស្ចារ្យជាងគេគឺគេដាក់នៅក្នុងសាលាចារឹកហ្នឹងគឺសុវណ្ណភូមិបាទតែសប្ងៃមិនដឹងថានៅក្នុងវត្តហ្នឹងឬក៏គេយកទៅខាងណាហើយបាទនៅខេត្តកំពង់ស្ពឺហ្នឹងឥឡូវដាក់ក្នុងស្ដាប់ទីបាទកណាអញ្ចឹងគាត់មានកូនមួយប្របាទចិត្តសេនហ្នឹងគឺជាស្ដេចទី3ដែលមានឈ្មោះថាឦសានបរ្ម័នទី1គាត់សោយរាជនៅឆ្នាំ616ដល់635ឬក៏37ណាបានប្របាទឦសានបរ្ម័នទី1នឹងឯងមានកូន5នាក់បាទប្រុស3ស្រី2ហើយស្រីហ្នឹងអត់បានរៀបការមួយខ្មែរយើងទេទី1រៀបការមួយឥណ្ឌាទី2រៀបការមួយចាមបាទបានកូនប្រុសរបស់គាត់នេះជាស្ដេចទី4បាទស្ដេចទី4ឈ្មោះថាភវវរ្ម័នទី2គាត់សោយរាជបន្តបាទឆ្នាំ635ដល់657ណា635ដល់657បានប្របាទភវវរ្ម័នទី1អត់ទី2ហ្នឹងគាត់មានកូនរបស់បាឡិសាមានកូនស្រីមានកូនស្រីយកឆាន់អីហ្នឹងបាទសោពីជាមួយទីទីមួយគាត់ស្គាល់នេះគឺក្រោយគេហ្នឹងគឺពនាងអីគេដល់អន្តរទេវីគឺកូនបាទនៅកូនទេអញ្ចឹងពនាងជ័យទេវីជាបុត្ររបស់ប្របាទអេសាជ័យវរ្ម័នទី1ហើយភវវរ្ម័នទី2នេះគាត់មានកូនប្រុសឈ្មោះជ័យម៉ាន់ទី1បាទបានកូនស្រីរបស់គាត់នឹងសោយរាជបន្តនឹងជាស្ដេចក្រោយគេមកអស់បាទខ្ញុំមានភ្លេច
ឆ្នាំស្ដេចណាមួយដល់ត្រឹមណាមិនដល់ត្រឹមស្ដេចភវវរ្ម័នទី2គាត់សោយរាជនៅឆ្នាំ616 635ដល់657បានបន្តមកទៀតគាត់មានកូនប្រុសមួយឈ្មោះជ័យម៉ាន់ទី1ជាស្ដេចទី5បាទ657ដល់681បាទប្រវត្តិទី1មានកូនស្រីពីរដូចខ្ញុំនិយាយមិញអញ្ចឹងគឺពនាងជ័យទេវីនឹងហើយដែលអ្នកស្រាវជ្រាវខ្លះគាត់សរសេរដាក់ថារហូតដល់ធ្វើឲ្យចេនឡាបែកជា2អីហ្នឹងណាប៉ុន្តែអានឹងជាឯកសារចិនទេឯកសារខ្មែរយើងដូចជាមិនមានដាក់ថាចេនឡាកោកចេនឡាទឹកអីទេប៉ុន្តែអានឹងជាឯកសារដែរដែលចិនគាត់មកគាត់ត្រាហ្នឹងអញ្ចឹងពនាងជ័យទេវីគាត់សោយរាជបន្តនៅឆ្នាំ713បាទពនាងជ័យទេវីអញ្ចឹងប្របាទជ័យម៉ាន់ទី1 657ដល់681អញ្ចឹងពនាងជ័យទេវី681ដល់713បាទនឹងហើយជាស្ដេចសោយរាជនៅសម័យអេសានបុរៈប៉ុន្តែមានវត្តមានស្ដេចផ្សេងមកមានសូរ្យវរ្ម័នទី2នៅក្រៅរមាសនិងស្រីគ្រប់លក្ខហើយប្រាសាទនៅក្នុងតំបន់សម្បូរព្រៃគុកមានប្រាសាទមួយនៅស្រីគ្រប់លក្ខបាទដែលមានកាលបរិច្ឆេទចាដាក់ថាប្រាសាទនឹងប្រហែលជាចំណាស់ជាងគេពួកអីមានកាលបរិច្ឆេទដាក់ថា598នៅនឹងសាលាចរិតនៅប្រាសាទស្រីគ្រប់លក្ខហ្នឹងប៉ុន្តែមានរូបមួយបាទមានរូបមួយដែលគាត់ដេកមានរូបស្រីដេកនៅលើផ្កាឈូកប៉ុន្តែប្រហែលជាអាចថាបាត់ហើយជាបាត់នៅសម័យបារាំងបាទអានេះខ្ញុំដឹងតាមតាសាំងគាត់ជាចាស់ប្រតិចារនៅនឹងបាទអញ្ចឹងនៅសម័យហ្នឹងគឺប្រហែលជាប្រាសាទនឹងឯងដែលចំណាស់ជាងគេប៉ុន្តែមានឯកសារខ្លះមានសាស្ត្រាចារ្យខ្លះគាត់និយាយថាអាស្រមបិសីមួយដែលចាស់ជាងគេប៉ុន្តែអត់មានកាលបនឆែតទេបាទអូខេអញ្ចឹងមានស្ដេច6អង្គហើយមានសូរ្យវរ្ម័នទី2មានវត្តមានមកសាងបន្ថែមប្រាសាទស្រីគ្រប់លក្ខនឹងក្រៅរមាសហើយមួយទៀតប្របាទជ័យម៉ាន់ទី2គឺមានវត្តមានមកជួសជុលប្រាសាទតោអញ្ចឹងមានស្ដេច6អង្គនៅសម័យហ្នឹងបាទអញ្ចឹងគ្រប់អញ្ជើញចូលទៅខាងក្នុងដើម្បីយើងមើលប្រាសាទបាទនេះជាសាលាចរិតដែលនិយាយពីលឹងមួយនៅវត្តភូនៅប្រទេសឡាវសប្តាហ៍វត្តភូនៅប្រទេសឡាវអញ្ចឹងសាលាចរិតនេះមាន6បន្ទាត់លឹងនឹងគេនិយាយរបៀបដូចជាលឹងធម្មជាតិអញ្ចឹងដែលដុះចេញមកជាថ្មភក់ចេញមកដូចលឹងអញ្ចឹងដែលមានកម្ពស់18ហាត់អញ្ចឹង18ហាត់ហ្នឹងស្មើប្រហែលអាចស្មើប្រហែលម៉ែត្រ4ហាត់1ម៉ែត្រ4ហាត់1ម៉ែត្រ2ហាត់1ម៉ែត្រអាចថាចិត្ត1ម៉ែត្រដែរ2ហាត់អញ្ចឹងវាចិត្តឡើង9ម៉ែត្រដែរគុណកណាលឹងនឹងឈ្មោះថាលិង្កបុរៈហើយនៅលើខ្នងភ្នំមួយឈ្មោះថាគិរីសពុរៈហើយដែលយើងប្រែមកគឺនៅក្នុងវត្តភូនៅប្រទេសឡាវសប្តាហ៍អញ្ចឹងមានន័យថាដីយើងដែរគុណណាណាអញ្ចឹងអត្តន័យនៃសាលាចរិតហ្នឹងមាន6បន្ទាត់ទាំងអស់ប៉ុន្តែនេះជាសំស្ក្រឹតទេបើសាលាចរិតនៅប្រាសាទដើមជ្រៃអាហ្នឹងបានជាអក្សរខ្មែរបុរាណនៅប្រាសាទដើមជ្រៃនៅក្រុងសម្បូរណាពួកអត់ដែរឃើញពាក្យខ្មែរយើងមេដាយហ្នឹងអត់ដែរឃើញគុណមេដាយយ៉ាងហ្នឹងគុណខាងបួសនេះជួយបញ្យល់កណាផងកវងអញ្ចឹងគុណអញ្ចឹងខ្ញុំកណាប្រើពាក្យមេដាយកវងមិននេះមូលហ្នឹងបាទអាហ្នឹងចាក់នៅក្នុងភាសាបច្ចេកទេសគេហៅមេដាយគុណមេដាយអង់គ្លេសមេដាលៀនបារាំងមេដាយ៉ុងណាអាចថាយើងខ្ចីភាសាគេក៏មានដោយពាក្យរមាអីយកពីបារាំងណាបានបើមូលចង់និយាយថាមូលហ្នឹងមកអាហ្នឹងចាក់កចកជើងកក៏បានជើងយោបានដោយពាក្យវ៉ាកងអីយើងនិយាយភាសាបារាំងតាហ្នឹងយើងខ្ចីគេទេវ៉ាកងដល់យូរទៅវ៉ាកងដល់ពេលរ៉ាឌីយ៉ូអញ្ចឹងចេះហៅយ៉ាប់យ៉ូដែលឲ្យត្រូវគេគឺ radio ណាអញ្ចឹងនេះរូបនេះមួយយើងឃើញហនុមានគុណនេះហនុមានអញ្ចឹងបើយើងនិយាយពីហនុមានរឿងអីគេគុណកណាអាចចឹងដែរហើយមួយនេះគុណនេះខាងនេះវាឃើញរូបតោមួយហើយតោនេះប្រហែលជាចង់សម្រាប់យក្សដែលឈ្មោះអសរាមហង្សាហ្នឹងឬក៏មហង្សាសុលហើយម្នាក់នេះអាចថាជាអតិទេព
បើយើងនិយាយពីអតិទេពវិញយានជំនាញរបស់គាត់គឺបន្តោនេះគឺពនាងទុគាពនាងទុគាគឺជាអគ្គមេសីរបស់ព្រះសិវៈដែរប៉ុន្តែជាការបែងភាគរបស់ពនាងឧមាអញ្ចឹងពីរនាក់នេះចង់សម្លាប់យក្សដែរប៉ុន្តែនេះដៃគាត់នេះគាត់យកដៃរងតោនេះហើយមួយទៀតជើងរបស់គាត់ជាន់លើតោបាទបាទនេះជាន់ហ្នឹងសម្លាប់រួចហើយនេះគាត់មានត្រីសូលមួយនេះទូចឯត្រីសូលនេះគាត់ចាក់សម្លាប់តោនេះបាទជាបីសាចអញ្ចឹងជាសកម្មភាព methodology នៅក្នុងព្រហ្មញ្ញសាសនាជាទេវកថាគាត់ណាទាំងអស់មាន80បើនោះយើងមើលខាងនោះអត់តាន់រួចឯឆ្លាក់អត់តាន់រួចនៅខាងនោះទាំងអស់80ប៉ុន្តែឆ្លាក់រួចតែ20ទេហើយនេះនៅម្ដុំកន្លែងតាឈរនេះគឺជាអណ្ដៅក្របបែកមួយអណ្ដៅក្របបែកទាំងអស់មាន310គ្រាប់អញ្ចឹងប្រាសាទ293ប្រាសាទនៅឈរប្រហែលជា60ប្រាសាទទេវាញ័រតែស្អីកងតបវៀតកង4នៅនឹងច្រើនអញ្ចឹងអាមេរិកកាំងវាមកតាមប្រញាក់ទៅអញ្ចឹងប្រាសាទយើងខូចដោយសារក្របបែកហ្នឹងឯងណាតាយើងទៅមុខទៀតបាទទៅអូព្រីកុកនេះគឺប្រាសាទដែលមានលក្ខណៈ8ជ្រុងហ្នឹងកម្រមានណាកម្រមានហើយគេថានៅតំបន់អាស៊ីក៏កម្រមានដែរជាប្រាសាទ8ជ្រុងនៅក្នុងទី1និងទី1នេះមានប្រាសាទ35ក៏ដែរតែតទៅ7នេះនៅឈរហើយក្នុងនោះមាន5ប្រាសាទជាប្រាសាទ8ជ្រុងហើយយើងមើលចម្លាក់នៅលើជាងនេះគឺមានលក្ខណៈទុកពុកមាត់ហើយស្ដែងរៀងលៀនបានន័យថាកាយក្នុងសម័យហ្នឹងហើយពុកមាត់ហ្នឹងបានន័យថាជាស្ទីលឥណ្ឌាតិចដែរពួកអីតាមរយៈសិលាចារឹកកូនប្របាទទីសានប្របាទទី1បានទីតាមចឹងទៅបីនៃវប្បធម៌ដូចជារឿងព្រេងដែរជារឿងបថោហ្នឹងណាបាទហើយខាងនេះគឺការតុបតែងខ្លួនរបស់ស្ត្រីទៀតហើយគឺក៏យ៉ាងម៉េចគាត់បញ្ជាក់ពីក្នុងវិស័យមុនបើសិនជាយើងបានទៅមើលនៅភាសាក្រុមសម្បូរគេហៅពនាងទុគាហ្នឹងឯងគឺបញ្ជាក់ពីការស្លៀកពាក់របស់ស្ត្រីមានគាត់ស្លៀកសំពត់តែអត់មានអាវទេគឺជាប្រពៃណីពិតប្រាកដសូម្បីតែ20 30ឆ្នាំមុននៅខាងរតនគិរីមណ្ឌលគិរីក៏ជាបាត់បាទអញ្ចឹងនៅមានតែក្រោយមកដូចជារៀងអៀនខ្មាស់តែដល់មានការបាត់បង់អញ្ចឹងពនាងទុគាហ្នឹងគឺស្លៀកតែសំពត់អត់មានអាវហើយមួយទៀតចំហគាត់ឈរគឺកាច់ចង្កេះគេហៅថា style ឥណ្ឌាតិចតិចអញ្ចឹងនេះក៏ដែរបើសិនជារូបនៅសម័យអង្គរវិញគាត់ធ្លាប់មើលថារូបសម័យហ្នឹងយ៉ាងម៉េចដែរគឺមានន័យថាឈរត្រង់ប៉ុន្តែសម្ចេះក្បាលពុះតែសម័យនេះគឺមានលក្ខណៈរៀងកាច់ចង្កេះបន្តិចដោយសារមាន style ឥណ្ឌាចូលមកណាហើយមួយទៀតដូចជាយើងពេលការពេលអីមានភ្នួងមានអីអាហ្នឹងក៏មានដូចតែគ្នាដែរនេះភ្នួងនេះណាអញ្ចឹងនោះជាតួប្រាសាទកណ្ដាលណាមុនទៅប្រាសាទកណ្ដាលបន្តិចគុណណាថតទីគុណថាថតជុំគ្នាហ្នឹងឯងណាតាមឲ្យបងមកប្រាសាទកណ្ដាលនេះតាមរយៈសាលាជ្រឹកដូចខ្ញុំនិយាយខាងក្រៅមិញអញ្ចឹងគឺមានតម្កល់លឹងធ្វើពីមាសប្រាសាទនេះបាត់កាមេរ៉ាណៃបាត់កាមេរ៉ាណាអត់អីទេកណាអត់អីទេអានេះទុកទៅមើលខ្លួនឯងវិញហើយសរសេរតាមហ្នឹងទៅវិញខុសត្រូវយ៉ាងណាអាហ្នឹងណាចឹង25ម៉ែត្រខ្ពស់ដើមតែឥឡូវយើងសល់តែជុំ18ទេប្រាសាទនេះយើងមើលខាងក្រៅអត់ខ្ពស់ទេណាតែចូលទៅខាងក្នុងមិនមើលទៅសន្លឹមណាហើយយើងឲ្យនាគពាន់ដោយសារនេះយើងឃើញនាគ2000កតុយគ្នានេះកតុយនៅខាងនេះហើយពីលើហ្នឹងមានតម្រៃហើយមានផ្អិនជីពីលើអញ្ចឹងយានជំនិះរបស់ផ្អិននេះគេតម្រៃឲ្យឈ្មោះអីគេអៃរ៉ាវ័នកណាហើយមួយទៀតយើងឃើញសត្វមកនេះសត្វមកហ្នឹងឲ្យតែរចនាបថសម្បូរព្រៃគុកគឺគេឆ្លាក់លម្អហើយមួយទៀតមានអតិទេពជីពីលើហើយកាន់កបិតនេះកបិតដូចជាត្រីសូលអញ្ចឹងតែនេះក៏មានសត្វមកដែរប៉ុន្តែវាបាក់ដៃបាត់ទៅហើយនេះរូបខាងក្រៅនេះគឺជារូបអតិទេពរំប៉ុន្តែរំហ្នឹងមិនមែនរំលក្ខណៈធម្មតាដូចរំនៅក្នុងរឿងសមុទ្រគោទឹកដោះនេះគោសមុទ្រទឹកដោះហ្នឹងដូចដើមកាប់ទៅដើមទឹកអមតៈនេះនោះណាអញ្ចឹង
ในក្នុងមកក្រុមមានប្រាសាទមួយដែលមានលក្ខណៈខុសគេនោះមើលទៅខាងនោះចេញបាត់ហើយបាទបងស្រីគាត់សួរថាតួប្រាសាទគឺធ្វើអំពីឥដ្ឋចេះហេតុតែមិនប្រើឥដ្ឋទាំងអស់ទៅចាំនេះគេហៅថា frame door បាទក្រុមគ្នានេះចាំធ្វើពីថ្មភក់ទៅអញ្ចឹងថ្មភក់វាមានលក្ខណៈមាំចុះគាត់មិនធ្វើពីថ្មភក់ទាំងអស់ទៅទាំងរោងការរាងកាយរបស់ប្រាសាទហ្នឹងប៉ុន្តែសម័យនេះបើសិនជាគាត់រកថ្មភក់ឃើញថ្មភក់នៅហ្នឹងអស់គាត់ធ្វើថ្មភក់បានហើយគាត់ធ្វើពីអត់ទេអញ្ចឹងវាអត់មានប្រភពថ្មភក់ថ្មបាយក្រៀមមានដែរនៅនេះប៉ុន្តែប្រហែលជា11គីឡូនៅខាងនោះហើយបើនិយាយពីប្រភពអត់វិញនៅឆ្ងាយ1គីឡូនៅខាងនោះគេហៅបឹងជីកាយអញ្ចឹងទៅសម័យហ្នឹងគឺគាត់បកកែធ្វើពីអត់មានស្ដេចអង្គក្រោយមកធ្វើប្រាសាទបន្ថែមមកធ្វើពីអត់ដែរប៉ុន្តែលំមុនសតវត្សទី6ទៀតអញ្ចឹងបងស្រីសួរមិញមានប្រាសាទខ្លះគឺធ្វើអំពីអត់សុទ្ធទាំងអស់មកទៅប្រាសាទភក់ទ្រូងក៏មានដែរទៅប្រាសាទគេហៅប្រាសាទដូនងងគេហៅប្រាសាទតមុំគឺធ្វើអំពីអត់ទាំងអស់បាទប៉ុន្តែមានកន្លែងខ្លះដូចចឹងគាត់ធ្វើពីឡានទៅឆ្ងាយឲ្យទៅទៀតឆោតបាទលក្ខណៈដែលយើងត្រូវចំណាំសតវត្សទី6ទៅសមូលដល់ពេលបដូរទៅអង្គរនៅសតវត្សទី6នៅសតវត្សទី10ឬ12តសនេះវាវត្តទៅជា8ជ្រុងហើយមួយទៀតនេះនៅពេលដែលគាត់ធ្វើស្លឹកកដាលនេះយើងហៅស្លឹកកដាលអញ្ចឹងសំបីតាមនឹងនៅពេលដែលគាត់បដូររីកនេះទៅអង្គរក៏យកស្ទីលនឹងទៅដែរអានេះស្លឹកកដាលនេះមានន័យថាពីមុនគឺព្រហ្មញ្ញសាសនាគាត់ពឹងទៅលើបាលីបាទអញ្ចឹងនៅខាងក្រៅនេះអាចទៅចុះបាលីមានន័យថាយើងតាមផ្ទះក៏មានដាក់លៀងជើងលៀងអីដែរដើម្បីសុំសេរីសួស្តីទទួលសេរីសួស្តីហើយមួយទៀតនៅពេលដែលគាត់ធ្វើកម្មចដាលគាត់អាចធ្វើទូឯងធ្វើលេខសេះរហូត3 5 7 9គឺជាលេខសេះបាទលេខនាំសំណាងបាទហើយសូមបញ្យល់ប្រាសាទខាងក្រោយនេះបន្តិចទៅប្រឡំនៅឆ្នាំ2006ប្រាសាទហ្នឹងគេហៅប្រាសាទអុកបាទអ្នកស្រាវជ្រាវក៏ដាក់ថា S2 Hester ហ្នឹងពីមុនមានតម្កល់រូបចម្លាក់ធ្វើពីប្រាក់សុទ្ធជារូបគោគេហៅគោណនឌិនហ្នឹងធ្វើពីប្រាក់សុទ្ធប៉ុន្តែអត់នៅទេបាត់ដល់ហើយបាទដូចលឹងធ្វើពីមាសនៅហ្នឹងអញ្ចឹងទៅបាត់អស់ដែរអញ្ចឹងមានស្ទីលឥណ្ឌានៅខាងក្នុងហ្នឹងមានរូបគូឌុគេហៅគូឌុហ្នឹងជាក្បាលហើយដូចជាបង្អួចអញ្ចឹងជាការលំអហើយមួយទៀតមានសាលាចរិត3បន្ទាត់គាត់ជុំវិញជើងតម្រហ្នឹងគឺនិយាយពីការអរគុណដល់ប្របាទឯកសារប្រមាណទី1ដែលបានថែរក្សាវងស្ដេចបានល្អហើយមួយទៀតមានពាក្យពីរម៉ាត់ដែលតាក់ទងនឹងគោនឹងឌីនហ្នឹងគេហៅថាបច្ចឹមមានន័យថាទិសខាងលិចអញ្ចឹងមានន័យថាក្បាលគោឬក៏មុខគោនឹងឯងបែរមករកម្ចាស់នៅខាងលិចនេះបាទអញ្ចឹងយើងហៅប្រាសាទអុកក៏បានយើងហៅ S2 ក៏បានបាទអញ្ចឹងអត់មានសំណួរអីទេបកគលនេតិឲ្យតែគុណខាងថតខាងអីកណាគុណមុនតែម្ដងកណាហើយដូច្នេះទើបសម័យចេនឡាហ្នឹងគឺនគរណាចាញ់គេគឺចំណោះឲ្យចេនឡានេះឯងកណាហើយសូមប្រកេនជូនប្រគុណម្ចាស់ថាសម័យកាលនោះដល់តែលេងរបស់ស្កាទៅมันបានឈ្នះគេគឺចាញ់គេដល់តែចាញ់គេគ្មានអីឲ្យគេនគរតូចពេកត្រូវឲ្យកូនកំមុំទៅគេដល់ឲ្យកូនកំមុំទៅគេនាងពូននោះនាងមិនចង់បានប្តីបរទេសទេម្ល៉េះហើយនាងតូចចិត្តជាមួយបៃតានិងមេដាបៃតាពេកមិនដឹងជាគិតធ្វើម៉េចចិញ្ចូនរបស់របរមួយចំនួនយកទៅពូតនៅប្រាសាទមួយបួងសួងលើកដៃបួងសួងថាសូមបារមីវត្ថុស័ក្តិសិទ្ធិជួយនាងខ្ញុំផងចុះកុំឲ្យនាងខ្ញុំបានប្តីបរទេសព្រើមួយជីវិតក៏ព្រើទៅបាទទៅបារមីហ្នឹងគឺមានការជឿជាក់ដល់ព្រះនាងទៅប្រាំងប្រាសាទមួយនោះគឺបាត់យល់សថ្ងៃតែពីដើមគឺមានឃើញតែឥឡូវគឺស្ងាត់អត់មាននរណាឃើញទៀតទេអរគុណច្រើនបាទអូម្រាច់បន្ទាប់ពីយើងបានទស្សនកិច្ចសិក្សាមួយជុំនៃតំបន់ប្រាសាទសម្បូរព្រៃគុកហើយយើងនិស្សិតទាំងឡាយរួមទាំងខ្ញុំដែរក៏បានបន្តដំណើរទៅចំណតឡានទៅបន្តដំណើរទៅខេត្តព្រះវិហារបន្តទៀត Don't